สุดได้ของคนต่างគ្នាថ្ងៃនេះបើជួបគ្នាទៀតហើយនៅក្នុងនេះផងដែរគឺមើលពីការងារថាតើការងារបងប្អូនទាំងអស់គ្នានៅក្នុងឡុងខែមីនាឬក៏ខែ3នេះល្អដែរឬទេដូច្នេះសូមសិលកាចំនួន3សន្លឹកថាតើការងាររបស់បងប្អូនទាំងអស់គ្នានៅក្នុងខែ3ឬក៏ខែមីនានេះយ៉ាងណាដែរល្អដែរឬទេសម្រាប់ការងារបងប្អូនទាំងអស់គ្នានៅក្នុងខែ3ឬក៏ខែមីនានេះធ្វើឃើញថាគឺមានការងារមួយចំនួនត្រូវបានបញ្ចប់ដូច្នេះហើយបងប្អូនទាំងអស់គ្នាអាចនឹងមានការបញ្ចប់ការងារទាំងអស់ហ្នឹងនៅក្នុងនេះមើលឃើញថាវាមានរឿងអញ្ញៃច្រើនដែរសម្រាប់អ្វីដែលអ្នកទាំងអស់គ្នាបានជួបពាក់ព័ន្ធជាមួយនឹងការងារមួយហ្នឹងធ្វើឲ្យចិត្តបងប្អូនទាំងអស់គ្នាផ្ទាល់រឿងពិបាកក្នុងការប្រឈមមុខជាមួយនឹងលោកខាងក្រៅដែរដូច្នេះហើយនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាចូលប្រុងប្រយ័ត្នបន្តិចជាមួយនឹងការងារដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើឬក៏កំពុងតែមានការសហការនៅក្នុងអំឡុងពេលហ្នឹងដោយសារតែការងារមួយហ្នឹងគឺមើលឃើញថាវាអត់សូវល្អសម្រាប់បងប្អូនទាំងអស់គ្នាទេវាមិនមែនជាការងារមួយដែលត្រឹមត្រូវឬក៏ត្រូវនឹងអត្តចរិតរបស់បងប្អូនទាំងអស់គ្នាទេដូច្នេះហើយមុននឹងធ្វើការងារណាមួយសូមបណ្ឌិតឲ្យបានច្បាស់លាស់ក៏លោកការងារមួយហ្នឹងអូសទាញបងប្អូនទាំងអស់គ្នាឲ្យមានធម៌ពលមិនល្អទៅធ្វើអ្នកទាំងអស់គ្នាមានការប៉ះពាល់ទៅលើខ្លួនឯងដោយសារតែការងារហ្នឹងដូច្នេះហើយនៅក្នុងនេះមានន័យថាការងារដែលអ្នកទាំងអស់គ្នាបានជួបហ្នឹងគឺអត់សូវល្អទេឥឡូវយើងមកមើលទៀតមើលសម្រាប់នៅក្នុងហ្នឹងទោះបីជាបងប្អូនទាំងអស់គ្នាដឹងថាការងារមួយហ្នឹងវាអត់សូវល្អយ៉ាងណាក៏ដោយប៉ុន្តែមើលឃើញថាបងប្អូនទាំងអស់គ្នាដូចជាអត់ចង់ប្រឡែងខ្លួនចេញពីកន្លែងហ្នឹងសោះដោយសារតែវាមានបញ្ហាឬក៏ឧបសគ្គអ្វីម្យ៉ាងដែលតម្រូវឲ្យបងប្អូនទាំងអស់គ្នាហ្នឹងនៅចងផ្អោបខ្លួនឯងនៅកន្លែងហ្នឹងនៅឡើយអត់ដឹងថាទេពេលវេលាដល់មុខទៅមុខពេលណាទៀតទើបអាចចប់ដូច្នេះហើយមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងមានការជាប់ជំពាក់ជាមួយនឹងរឿងមួយចំនួនដែលនៅកន្លែងការងាររបស់បងប្អូនទាំងអស់គ្នាហ្នឹងហើយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាអត់ទាន់អាចសម្រេចចិត្តបានភ្លាមមកដូច្នេះហើយមើលឃើញថានៅពេលហ្នឹងអ្នកទាំងអស់គ្នាកំពុងតែមានអារម្មណ៍តានតឹងដែរជាមួយនឹងការងារមួយហ្នឹងដោយសារតែអ្នកទាំងអស់គ្នាអានថាអត់ទាន់ដកខ្លួនចេញបានពីកន្លែងហ្នឹងនៅឡើយទេទោះបីជាដឹងថាកន្លែងថ្មីវាល្អប្រសើរសម្រាប់បងប្អូនទាំងអស់គ្នាក៏ដោយដោយសារតែវាមានអ្វីមួយយ៉ាងដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាអត់ទាន់អាចសម្រេចចិត្តបានភ្លាមប៉ុន្តែនៅក្នុងនេះមើលឃើញថាចេះបើសិនជាបងប្អូនទាំងអស់គ្នាអាចដកខ្លួនចេញពីកន្លែងការងារនឹងបានណាមើលឃើញថាអ្នកទាំងអស់គ្នានឹងទទួលបានរឿងល្អច្រើនពីព្រោះកន្លែងការងារហ្នឹងមើលឃើញថាអត់សូវល្អសម្រាប់ខ្លួនអ្នកទាំងអស់គ្នាផ្ទាល់ទេវាអត់ស័ក្តិសមជាមួយនឹងខ្លួនអ្នកហើយនៅក្នុងហ្នឹងមើលឃើញថាបើសិនជាអ្នកទាំងអស់គ្នាអាចចាក់ចេញបាននោះអ្វីដែលធ្លាប់ជួបទុក្ខលំបាកនៅពេលកន្លងមកនឹងទទួលបានភាពជោគជ័យមានភាពរីកចម្រើនសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសការងារវិញគឺនឹងមានការផ្លាស់ប្ដូរទៅរកភាពរីកចម្រើនសម្រាប់បងប្អូនទាំងអស់គ្នាហើយនៅក្នុងហ្នឹងមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងថានឹងទទួលបានមុខតំណែងតួនាទីខ្ពង់ខ្ពស់ជាងមុនបន្ទាប់ពីអ្នកទាំងអស់គ្នាមានការផ្លាស់ប្ដូរកន្លែងការងារឬកន្លែងធ្វើការរបស់បងប្អូនទាំងអស់គ្នាហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាបើអ្នកទាំងអស់គ្នានឹងគឺជាមនុស្សស្រីបើសិនជាអ្នកទាំងអស់គ្នានឹងគឺជាមនុស្សស្រីគឺថាអ្នកទាំងអស់គ្នានឹងមានអំណាចឬក៏មានអ្នកទូនាទីចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាផងដែរអ្វីដែលសំខាន់នោះគឺនឹងមានភាពរីកចម្រើនមានភាពឈានមុខមានការរីកធំធាត់នៅក្នុងមុខរបរនៃអាជីពបងប្អូនទាំងអស់គ្នាផងដែរហើយមិនត្រឹមតែប៉ុណ្ណោះទៀតអានថាអ្វីដែលទាំងអស់គ្នាធ្លាប់ជួបទុក្ខលំបាកមានការនឿយហត់នៅក្នុងការធ្វើការងារហ្នឹងគឺថានៅក្នុងអំឡុងពេលហ្នឹងនឹងអាចមានការធូរស្បើយមានការងាយស្រួលឬក៏អានថាអត់សូវធ្វើការងារលំបាកដូចមុនទេព្រោះអ្នកទាំងអស់គ្នាមានការស្រួលចិត្តឬក៏មានការសប្បាយចិត្តជាងមុនដូច្នេះហើយមើលឃើញថាការងាររបស់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែ3ឬក៏ខែមីនានេះរឿងមានបញ្ហានិងឧបសគ្គដំបូងដែលចូលមកត្រូវឲ្យអ្នកទាំងអស់គ្នាដោះស្រាយហើយបញ្ហាទាំងអស់ហ្នឹងផងដែរមើលឃើញថាបងប្អូនទាំងអស់គ្នាអត់ចង់ប្រឡែងដៃចាក់ចេញពីបញ្ហាដែលបានចូលមកនឹងសោះនៅក្នុងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាអាចចាក់ចេញពីកន្លែងដែលមានបញ្ហាហ្នឹងជីវិតអ្នកទាំងអស់គ្នានឹងមានភាពល្អប្រសើរច្រើនដូច្នេះហើយអាចនឹងមានការឡើងឋានៈទូនាទីថ្មីបើសិនជាអ្នកទាំងអស់គ្នាធ្វើបាននៅក្នុងនេះមើលឃើញថាភាពរីកចម្រើនកំពុងតែរងចាំបងប្អូនទាំងអស់គ្នាហើយ
ដូច្នេះហើយការសម្រេចចិត្តរបស់អ្នកគឺអានថានឹងនាំអ្នកទាំងអស់គ្នាទៅរកភាពជោគជ័យទៅរកភាពរីកចម្រើនសម្រាប់ខ្លួនឯងមិនត្រឹមតែប៉ុណ្ណោះធ្វើអ្នកទាំងអស់គ្នាមានសេចក្តីសុខហើយមានភាពងាយស្រួលជាងមុនអាចនឹងថាបងប្អូនទាំងអស់គ្នាពីមុនធ្លាប់ធ្វើការងារនឿយហត់ខ្លាំងដែលអ្នកទាំងអស់គ្នាតែងតែចង់បានថាចង់មានពេលសម្រាកចង់មានពេលទំនេរសម្រាប់ជីវិតខ្លួនឯងទោះបីជាធ្វើការក៏ដោយដូច្នេះហើយនៅក្នុងហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្វើបានគឺអ្នកទាំងអស់គ្នានឹងទទួលបានអ្វីដែលអ្នកទាំងអស់គ្នាចង់បានហ្នឹងដូច្នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះ